បានប្រកាសសម្ដែងនៅអរិយមគ្គអង្គ8ប្រការនៅត្រង់ទីនេះឯងបន្ទាប់អំពីព្រះអង្គប្រកាសសម្ដែងនៅអរិយមគ្គអង្គ8ប្រការហើយព្រះអង្គក៏ទ្រង់បានប្រកាសសម្ដែងនៅអរិយសច្ចធម៌ជាប់តាក់ទងជាមួយនឹងទុក្ខអរិយសច្ចទុក្ខសមុទយអរិយសច្ចមគ្គអរិយសច្ចនិងនិរោធអរិយសច្ចនឹងតែព្រះអង្គទ្រង់បានប្រកាសសម្ដែងនៅអរិយមគ្គអង្គ8នោះទានគឺទុក្ខសច្ចសមុទយសច្ចមគ្គសច្ចនិរោធសច្ចដែលព្រះអង្គបានប្រកាសសម្ដែងយ៉ាងណាគឺព្រះអង្គប្រកាសសម្ដែងនៅអរិយសច្ចធម៌ហើយព្រះអង្គទ្រង់បានលើកយកនៅតិប្រិវត្តដាក់3ពេលដែលព្រះអង្គទ្រង់បានប្រកាសសម្ដែងនៅធម្មចក្រកបវត្តនសូត្រពួកភិក្ខុទាំងឡាយ5អង្គស្ដាប់ព្រះដ៏មានព្រះភិក្ខនៅក្នុងទីនោះកាលនោះមិនតាន់បានពោះចឹងទេទៀតឆ្លៀកសពាក់សក់ឲ្យវែងបួងសក់ចងទៀតនេះចងសក់នឹងឯងបួងឲ្យវែងឆ្លៀកសពាក់សស្ដាប់ព្រះអង្គពេលនឹងឯងពេលព្រះអង្គបានប្រកាសសម្ដែងប្រធัวជាប់តាក់ទងជាមួយនឹងអរិយមគ្គអង្គ8ហើយព្រះអង្គបានប្រកាសសម្ដែងប្រធัวជាប់តាក់ទងជាមួយនឹងអរិយសច្ចធម៌ហើយអ្នកទាំងអស់គ្នានោះឯងក្នុងចំណោម5នាក់នោះសូមញាតិញោមចាំណាក្នុងចំណោម5នាក់នោះអញ្ញឈ្មោះថាកោដញ្ញតបោះក៏បានសម្រេចជាសោតាបណ្ឌបុគ្គលសូមអនុមោទនាមួយសិនបាទគឺអញ្ញកោដញ្ញតបោះបានសម្រេចសោតាបណ្ឌបុគ្គលនៅទីនេះឯងអរិយមគ្គបានកើតឡើងទីនេះឯងក្នុងសាសនានៃព្រះសម្មាសម្ពុទ្ធសមណគោតមដំបូងបំផុតទីនេះឯងសូមញាតិញោមអនុមោទនាពេលនោះឯងព្រះសម្មាសម្ពុទ្ធជាអម្ចាស់ក៏ព្រះអង្គប្រកាសសម្ដែងទៀតថាអញ្ញាសិវត្តភោកោដញ្ញោអញ្ញាសិវត្តភោកោដញ្ញោអញ្ញាសិវត្តភោកោដញ្ញោកោដញ្ញៈបានឃើញធัวហើយណកោដញ្ញៈបានឃើញធัวហើយណកោដញ្ញៈបានឃើញធัวហើយណជាព្រះឧទានរបស់ព្រះពុទ្ធព្រះអង្គពោលនៅទីនេះឯងទៀតសូមអនុមោទនាទីនេះគឺជាកន្លែងកើតឡើងនៃព្រះសង្ឃរតនៈដំបូងបំផុតក្នុងលោកសូមអនុមោទនាចំណែកព្រះពុទ្ធរតនៈត្រូវតាមកើតឡើងនៅឯពុទ្ធកយាទេនៅព្រះពុទ្ធរតនៈកើតឡើងនៅពុទ្ធកយាទេប៉ុន្តែកន្លែងនេះនៅក្នុងថ្ងៃ15កើតខែអាសាឍពេញបរមីក្រោយអំពីព្រះអង្គទ្រង់បានត្រាស់ដឹងពីខែគុជកណាសូមក្រាបថ្វាយបង្គំបកណាគ្រប់ព្រះអង្គពុទ្ធបរិស័ទទាំងអស់នេះគឺជាមូលកនកត់របស់ព្រះសម្មាសម្ពុទ្ធជាអម្ចាស់ដែលព្រះអង្គទ្រង់គង់ចាំវសាទី1បន្ទាប់អំពីព្រះអង្គទ្រង់ប្រកាសសម្ដែងនៅធម្មចក្រកបវត្តនសូត្រប្រោះបញ្ញវិកយៈភិក្ខុទាំង5អង្គហើយព្រះអង្គក៏ទ្រង់គង់ចាំវសាទីនេះនៅក្នុងវសាដែលព្រះអង្គទ្រង់ចាំវសានោះព្រះអង្គក៏ទ្រង់បានប្រកាសសម្ដែងព្រះធម៌ប្រោះដល់យុសថែហើយនឹងប្រោះសម្លាញ់របស់ព្រះយុ54នាក់សរុបទាំងអស់គឺមានព្រះអរហន្តដែលគង់នៅក្នុងព្រះឥសិបតនៈមគតិយវ័ននេះចំនួន61អង្គដូច្នេះទីនេះឯងដែលជាមូលកនកដូច្នេះសូមឲ្យប្រកាសណានិងពុទ្ធបរិស័ទទាំងអស់បានឃើញថានេះឯងគឺជាមូលកនករបស់ព្រះសម្មាសម្ពុទ្ធទី1ដែលព្រះអង្គគ្រងគង់ចាំវសាណាព្រះអង្គគង់ចាំវសានៅក្នុងមូលកនកនេះឥឡូវនេះគឺស្ថិតនៅក្នុងទីនេះធំដែលជាកន្លែងដែលព្រៃឥសិបតនៈមគតិយវ័ននេះសម័យបុរាណកាលដែលស្ថិតនៅក្នុងទីក្រុងកោសំពីហើយនឹងស្ថិតនៅក្នុងដែនកាសីនៅក្នុងសម័យបច្ចុប្បន្ននេះមានឈ្មោះថាសារណាតដូច្នេះខ្ញុំកណ្ដាលបတ်សូមអរគុណសូមអរគុណហើយសូមអញ្ជើញទស្សនាតាមដានតទៅទៀតបាទសូមអរគុណមាននរណាម្នាក់ទាំងក្នុងមនុស្សលោកទេវលោកព្រហ្មលោកស្មើដោយព្រះសម្មាសម្ពុទ្ធនឹងអត់មានទេចឹងហើយកន្លែងនេះគឺជាកฎដែលព្រះអង្គគង់នៅទេជាមូលកណ្ដាកฎសូមញាតិយោមបានជ្រាបថាមូលកណ្ដាកฎរបស់ព្រះសម្មាសម្ពុទ្ធមានតែ3ទេទៀតដែលជាមូលកណ្ដាកฎដ៏សំខាន់មានតែ3ទេទី1គឺមូលកណ្ដាកฎនេះឯងចឹងញាតិយោមឃើញទេសំណាងនេះញាតិយោមទាំងអស់គ្នាមកដល់មូលកណ្ដាកฎទី1គឺកฎរបស់ព្រះសម្មាសម្ពុទ្ធទី1ទីនេះឯងដែលជាមូលកណ្ដាកฎទី1ដែលព្រះអង្គបន្ទាប់ពីព្រះអង្គសម្ដែងនៅព្រះធម៌នាថ្ងៃ15កើតខែអាសាឍហើយព្រះអង្គក៏ទ្រង់ចូលចាំវសានៅទីនេះឯងទីនេះឯងសម្បូរទៅដោយព្រៃទានជាឧទ្យានរបស់ស្ដេចនៅនឹងទីក្រុងពរាណសីនឹងសម្បូរទៅដោយព្រៃសម្បូរទៅដោយសត្វមរឹក
ជាពិសេសនៅក្នុងតំបន់ច្បាប់ភូមិអាស្រ័យនៅយើងគិតមើលយើងមកដល់ទីនេះហាក់បីដូចជាមកដល់កន្លែងប្រពុតផ្ទាល់ទៀតមិនមែនហាក់ដូចទេគឺមកដល់ផ្ទាល់តែម្ដងណានឹងមកដល់ផ្ទាល់នៅមូលកនកតព្រះអង្គដែលព្រះអង្គគូនទីនេះហើយមិនត្រឹមប៉ុណ្ណឹងទេហើយដល់អស្ចារ្យនៅក្នុងតំបន់បរិវេណនៃព្រៃអ៊ីសេបកនៈមកតិយវ័ននឹងឯងព្រះអង្គទ្រង់បានសម្ដែងនៅព្រះធម៌ក្រោះយុស័កនៅក្នុងភាសាហ្នឹងញាតិញោមស្គាល់ព្រះយុសទេយុស័កនឹងឯងគឺជាកូននាងសុជាតាថ្វាយចង្ហាន់មគ្គបាយៈព្រះអង្គណានាងសុជាតាហ្នឹងនៅឯពុទ្ធគយានោះផ្ទះគាត់នៅនឹងនៅពេលហ្នឹងទៅនាងសុជាតានឹងឯងមានប្តីមកនៅហ្នឹងស្វាមីនាងនៅឯពរិណស័យហ្នឹងរៀបការនៅស្វាមីនៅឯពរិណស័យនេះចម្ងាយផ្លូវ200គីឡូជាងនឹងរៀបការហ្នឹងហើយមុននឹងប្រពុតត្រាស់ដឹងនឹងឯងបានថ្វាយមគ្គបាយៈបានថ្វាយមគ្គបាយៈព្រះអង្គនៅពុទ្ធគយាចាំកដល់នោះចាំរៀបរាប់រឿងហ្នឹងទៀតប៉ុន្តែកូនរបស់នាងនេះឈ្មោះយុសនឹងឯងនឿយណាយចូលមកកាន់ព្រៃណាចូលមកកាន់ព្រៃនៅក្នុងព្រៃអ៊ីសេបកនៈបកទេយវ័ននឹងឯងបានជួបព្រះសម្មាសម្ពុទ្ធព្រះអង្គសម្ដែងប្រធមក៏បានពោះបន្ទាប់ពីបានពោះក្រោយមកសម្លាញ់របស់ជួននឹង54នាក់ទៀត54នាក់នឹងឯងនាំគ្នារស្រីម្នាក់រត់បបិចយកបបិចរត់ចូលក្នុងព្រៃនឹងដើររើមកជួបព្រះសម្មាសម្ពុទ្ធជាអម្ចាស់ព្រះអង្គក៏ទ្រង់បានសម្ដែងនៅប្រធមបន្ទាប់ពីសម្ដែងប្រធមក៏បានសម្ដែងព្រះអរហន្តសរុបទាំងអស់ព្រះអរហន្តតែគង់នៅក្នុងទីនេះក្នុងភាសាដែលព្រះអង្គគង់នៅមូលកណ្ដកតនឹងមានព្រះអរហន្តប្រមាណអំបញ្ញមានញាតិញោមរាប់មានប្រមាណ6ថែមយុសមួយទៀតប្រមាណ7ថែម54នាក់ទៀតប្រមាណ3ណែបាត់ខុសហើយ61សូមញាតិញោមបានជ្រាបថានៅក្នុងសម័យកាលដែលព្រះអង្គគង់ចំភាសានេះគឺមានព្រះអរហន្ត61អង្គចាំមកណា61អង្គគង់នៅទីនេះឯង61អង្គពេលនឹងឯងព្រះអង្គទ្រង់គង់នៅក្នុងមូលកណ្ដកតនឹងហើយព្រះអង្គទ្រង់ចេញពីមូលកណ្ដកតនឹងជួបជុំភិក្ខុទាំង61អង្គព្រះអង្គក៏បានប្រកាសសម្ដែងធម្មនាភិក្ខុទាំងឡាយសាសនៈប្រមច្ចរយៈណាតែតថាគតយោសានកល្យាណៈមនាភិក្ខុទាំងឡាយអ្នកទាំងឡាយកុំដើរផ្លូវជាពីរក្នុងតែមួយឡើយចូលអ្នកទាំងឡាយដើរផ្លូវផ្សេងគ្នាហ្នឹងនៅក្នុងព្រៃអ៊ីសេបតនៈមកតិយវ័ននឹងឯងតែព្រះអង្គឲ្យភិក្ខុទាំងឡាយទៅប្រកាសសម្ដែងព្រះធម៌ទៀតញាតិខ្ញុំធ្លាប់ឮពីហ្នឹងទេដល់គឺព្រះអង្គឲ្យភិក្ខុទាំងឡាយទៅប្រកាសសម្ដែងព្រះធម៌គឺព្រះអង្គបានដាក់បញ្ជីឲ្យភិក្ខុទាំងឡាយទៅប្រកាសសម្ដែងព្រះធម៌ចេញពីព្រៃអ៊ីសេបតនៈមកតិយវ័ននៅក្នុងការនាំភិក្ខុទាំងឡាយទៅកាន់ក្រុងរាជក្រឹត្យចំណែកព្រះសម្មាសម្ពុទ្ធព្រះអង្គពុទ្ធដំណើរទៅកាន់ឥឡូវហ្នឹងសូមញាតិញោមទាំងអស់ជ្រះថ្លាថ្វាយបង្គំបូជាគ្រឿងសក្ការៈមូលកណ្ដកតទី1របស់ព្រះសម្មាសម្ពុទ្ធហើយសូមញាតិញោមចាំទីមុនគេហើយញាតិញោមដឹងណាចាំភាសាទី1មុនគេព្រះពុទ្ធជាអម្ចាស់ព្រះអង្គទ្រង់ត្រាស់ដឹងបាន45ភាសាភាសាទី1ព្រះអង្គទ្រង់ចាំភាសានៅនឹងមូលកណ្ដកតនាព្រៃអ៊ីសេបតនៈមកតិយវ័ននេះទី1មុនគេបន្ទាប់មកបានព្រះអង្គទៅចាំភាសានៅវត្តពេលវ័ននាក្រុងរាជក្រឹត្យចំណែកវត្តដែលព្រះអង្គចាំភាសាក្រោយគេបំផុតនោះគឺវត្តពេលវៈក្រៀមនៅចិត្តកេសារិយានាឯវេសាលីឯណោះដូច្នេះញាតិញោមបានមកដល់កុដដែលព្រះអង្គចាំភាសាដំបូងនេះញាតិញោមសំណាងកណាតមកដល់ដំបូងគឺកន្លែងដែលព្រះសម្មាសម្ពុទ្ធព្រះអង្គត្រាស់ដឹងឲ្យចាំភាសាមុនគេទៀតសូមអនុមោទនាសូមអនុមោទនាព្រះពុទ្ធរតនាសូមអនុមោទនាព្រះធម្មរតនាសូមអនុមោទនាព្រះសង្ឃរតនាសូមអនុមោទនាតើលើដាក់ធម្មយត្រាយើងកំពុងចូលទៅរៀបសំខាន់ប្រគេនប្រសង
शरणं गच्छामि धम्मं शरणं गच्छामि संघं शरणं गच्छामि बुद्धं शरणं गच्छामि धम्मं शरणं गच्छामि संघं शरणं गच्छामि ពេលនេះគឺគណៈធម្មយាត្រាយើងទាំងអស់គ្នាបានមកដល់មូលកណ្ដកត់នៃព្រះសម្មាសម្ពុទ្ធនាមូលកណ្ដកត់ថ្មីនៅស្រីលង្កាហើយកន្លែងទីនេះគឺជាកន្លែងតម្កល់នៅព្រះបរមធាតុរបស់ព្រះសម្មាសម្ពុទ្ធជាអម្ចាស់រូបនេះគឺជារូបតំណាងតែព្រះអង្គទ្រង់ប្រកាសសម្ដែងនៅធម្មចក្រកបវត្តនសូត្រដែលបានកសាងឡើងហើយត្រូវបានតម្កល់ព្រះបរមធាតុរបស់ព្រះសម្មាសម្ពុទ្ធជាអម្ចាស់ហើយគណៈធម្មយាត្រាទាំងអស់ដែលនៅក្នុងទីនេះគឺមានគណៈធម្មយាត្រាមកពីប្រទេសកាណាដាមកពីប្រទេសញូហ្សេឡង់និងមកពីប្រទេសកម្ពុជាបានមកជួបជុំគ្នាដើម្បីទូលព្រះបរមធាតុនៃព្រះសម្មាសម្ពុទ្ធជាអម្ចាស់ដូច្នេះសូមឲ្យពុទ្ធបរិស័ទទាំងអស់បានជ្រះថ្លានិងអនុមោទនាចំណែកគុណចាស់ប៉ុន្តែនេះគឺជាប្រសង្ឃដែលថែរក្សាព្រះបរមធាតុរបស់ព្រះសម្មាសម្ពុទ្ធនៅក្នុងទីនេះទាំងគុណចាស់នេះក៏ជាប្រសង្ឃជនជាតិស្រីលង្កាជនជាតិស្រីលង្កាទាំងអស់នោះគឺជាប្រសង្ឃដែលបានថែរក្សានៅព្រះបរមធាតុរបស់ព្រះសម្មាសម្ពុទ្ធថ្ងៃនេះត្រូវជាថ្ងៃទី10 ខែ 11 ឆ្នាំ 2008 វេលាម៉ោង 1 គណៈធម្មយាត្រាយើងនឹងបានក្រាបថ្វាយបង្គំនមស្ការមិនត្រឹមប៉ុណ្ណឹងទេគណៈធម្មយាត្រានឹងបានទូលនៅព្រះបរមធាតុរបស់ព្រះសម្មាសម្ពុទ្ធចាត់ទុកថាជាលៀបធានក្នុងសរិយៈដ៏ប្រសើរក្រៃលែងបំផុតដូច្នេះសូមប្រកាសណាទាំងក្នុងប្រទេសនិងក្រៅប្រទេសបានអនុមោទនាត្រេកអរចំពោះការថ្វាយបង្គំព្រះបរមធាតុព្រះសម្មាសម្ពុទ្ធពិតប្រាកដព្រមទាំងបានទូលព្រះបរមធាតុនៅក្នុងវេលាថ្ងៃនេះសូមអនុមោទនាសូមអនុមោទនា